កូនស្រីមានសំណាងត្រូវរង្វាន់ម៉ូតូស្គូពីតម្លៃជាង$3,000ពីក្រុមហ៊ុន Honeywin ស្រាប់តែពេលដែលក្រុមហ៊ុនខលឲ្យមកបើករង្វាន់ម៉ូតូបែរជាម្ដាយចុចបិទទូរស័ព្ទមិនឲ្យកូនស្រីទទួលទូរស័ព្ទនោះឡើយតើមានរឿងហេតុអ្វីបានជាម្ដាយធ្វើបែបនេះខ្ញុំជាកូនបិទហ្មងហើយចោ10ពេលត្រង់សុកគេងើបអញ្ចឹងឥឡូវចេះសុំឲ្យកូនស្រីជាអ្នកត្រូវរង្វាន់ម៉ូតូបែរជាម្ដាយមិនឲ្យទទួលទូរស័ព្ទនិយាយរួមទៅខ្ញុំទៅចំនួន3លើកហើយបើសិនជាអត់លើកចាំស្អែកក្រុមការងារតាក់ទងទៅណាបងណាមិនរង្វាន់ឲ្យពីកម្មនេះខ្ញុំសុំចង់ខលម្ដងទៀតទៅបងអីខ្ញុំអត់អស់ចិត្តសុំចា3លើកបាទ3លើកអូចុចបិទទៀតបាទចុំលេខទូរស័ព្ទរបស់លោកអ្នកកំពុងតែខលនេះចុចបិទបាទម្ដងទៀតឈ្មោះឲ្យបងនេះលេខទូរស័ព្ទរបស់បងកាមេរ៉ាអាចចាប់បានបង092 21 31 65គឺជាសក្ខីភាពច្បាស់លាស់ពិតប្រាកដបាទឈ្មោះខួចសុផានីគួចសុផានីបាទគួចសុផានីណាបងណាតែឥឡូវក៏លេងលើកហើយបាទថាត្រូវរង្វាន់ម៉ូតូហើយឬថាគេខមកច្រើនដងហេតុអីក៏ចុចបាត់អត់លើកអញ្ចឹងអើយកូនហើយសុំទូមេតាអត់ដឹងថាត្រូវរង្វាន់ទេកូនចូលកូនផ្លេតកូនស្ទូមកម៉ាក់គេចូលមកទៀតទេទូលេខទូរស័ព្ទនោះផ្លៃទៀតកូនគេមកច្រើនដងចាដល់ទៅពេលតាកូនព្រោះគេធ្លាប់បោកគេធ្លាប់ដូចថាគេបោកទេបោកគាត់ហ្មងអូឲ្យវេអាសាគេខមកពួកអនឡាញពួកអីចាបាទគេបោកអីច្រើនយ៉ាងទៅដល់ឥឡូវឃើញតែលេខផ្លែទេមកចុចបាត់ម្ដងខ្ញុំជាកូនបិទហ្មងហើយចោ10ពេលក្រុមហ៊ុនទេមួយច្រើនដងដើម្បីយកម៉ូតូមកប្រគល់អញ្ចឹងយើងគិតតែចុចបិទរហូតចាឥឡូវមិនបានជោគជ័យមិនបានទៀតណងទេបាទដោយសារតែពួកខ្ញុំលេងកន្ថែមផុសក្នុង TikTok ផាតាភូហើយផាតាភូផុសនៅក្នុង page ចឹងគាត់ share ខ្ញុំគេ copy link រហូតគាត់ឲ្យគាត់ចូល share បណ្ដាគាត់ចូល comment share ទៀតចឹងគាត់បានលូត្រាតែអញ្ចឹងមានតែយើងផុសរោតាមទៅតែក៏ប៉ុតទៅយើងប្រងរៀបកម្រងការថាបើសិនជាគាត់នៅតែអត់បន្តលើកយើងនឹងរកស្លឹកឆោតថ្មីឲ្យអ្នកផ្សេងរយៈពេល48ម៉ោងប៉ុន្តែទ្រាំអត់បានខ្ញុំថាតោះយើងផុស TikTok រកគាត់ដល់TikTok ហើយអ្នកមិញឃើញគេផុសតាម TikTok ឃើញថាម៉េចមុនដំបូងខ្ញុំអត់ដឹងទេខ្ញុំគេងសិនខ្ញុំគេងហើយខ្ញុំក្រោកដល់ម៉ោងធ្វើការនោះហើយដល់ហើយខ្ញុំលើកទូរស័ព្ទចុះពីណាគេទេមកហ្នឹងហាខានវិនអីចុះមានការអីបើអីខ្ញុំអត់តន់និយាយស្មោះត្រង់ខ្ញុំអត់តន់កំងខ្ញុំត្រូវការកំងសម្បូរឈុតអីទៀតណាហាខ្ញុំអត់តន់កំងហើយមិនឆាតចូលខ្ញុំដល់ហើយខ្ញុំចុចមើលអូយមានមកMessenger ណាដូចមានសំឡេងទេមើលចុចមើលសិនដល់តែចុចមើលទៅសំឡេងអូនផាតភូនេះមួយផាតភូហើយមិនស្អីគេត្រូវត្រូវស្អីហៅកូនម៉ាក់ត្រូវរង្វាន់ទៅម៉ូតូទៅអូយខានធ្វើការមកល្ងាចខ្ញុំបាទអាពេលនៅក្នុងលក្ខណៈយើងមានឈ្មោះមានអីចឹងណាចាមានឈ្មោះគាត់ទៀតថាឈ្មោះហ្នឹងអីគីឡូច្រឡំឈ្មោះអីចឹងណាច្រឡំឈ្មោះទៅច្បាស់ទៅអូខេបងដល់ពេលដែលគាត់ទិញផលិតផលយើងគឺយើងសុំលេខទូរស័ព្ទនិងទីតាំងអាស័យដ្ឋាននិងឈ្មោះ account Facebook គាត់ដែលគាត់ទិញមួយយើងកំងហ្នឹងហ្មងយើងអាចយកឈ្មោះអីផ្សេងបានទេឲ្យយើងទីទួតតាំងពីឈ្មោះលេខទូរស័ព្ទនិងទីតាំងបាទទីតាំងអញ្ចឹងដល់ពេលយើងទីទួតមកវាត្រូវព័ត៌មានចាត្រូវព័ត៌មានអញ្ចឹងក៏ឥឡូវបានថ្ងៃនេះបានយកមកដល់ទីតាំងផ្ទាល់ហើយបាទស្គប់ពីបាទថ្មីចេះបកពីកែហេតុពីស្នងបាទថ្មីជើងតែម្ដងខៃមិនឡំទេដូរជូនកូនបីទេជាកណែហេឆ្នាំទៅបីអូនណាខ្ញុំតាមមិនហើយសុំទុកបានលេងខ្ញុំបានអត់ហើយការយកសក្រានសាមញ្ញខ្ញុំបាននិយាយបងស្រីថាប៉ាវបាយខ្ញុំមកពេលអូខេ CEO យើងជាទីការយកសក្រានហ្នឹងមានការចាប់ឆ្នោតមានអ្នកត្រូវជារង្វាន់អីខ្លះដែរមានជាមួយនឹងទូទឹកកកមួយគ្រឿងនៅបាត់ដំបងយកមិញខ្ញុំទៅនឹងយកបាត់ដំបងជូនដល់គាត់ហើយទូរស័ព្ទដៃនៅកំពង់សោម16 Pro Max នៅកំពង់សោមអូ16 Pro Max ចាយើងមានរង្វាន់$50មានឡាច្រើនហើយមានរង្វាន់$50 $100ដែលគាត់បានត្រូវយើងបានបកគលឲ្យគាត់រួចរាល់តាម FA សម្រាប់ឈុតមុខយើងភ្ញៀវត្រូវនៅប៉ោយប៉ែតអញ្ចឹងខ្ញុំត្រឡប់ទៅវិញប្រហែលជាខ្ញុំយករង្វាន់ទៅឲ្យគាត់ផ្ទាល់ដៃដែរគាត់ត្រូវឈុតមុខចូលយើងមានកម្មវិធីជាការចាប់ឆ្នោតមានស្លឹកឆ្នោតមិនដូចជាឥឡូវមានតបងមានដាច់ទេតតែម្ដងតតែរញយ៉ាងឯងចាតតែរញយ៉ាងឯងប៉ុន្តែខ្ញុំអត់ដឹងថាយើងកំពុងគិតថាគួរឲ្យអតិជនបែបណាឲ្យសមនឹងតម្លៃដែលគាត់ខំដល់ខ្ញុំសង្ឃឹមថាឥឡូវហ្នឹងក៏បាន2ស្លឹកឯនេះ
បាន2ស្លឹកទៀតហើយស្លឹកឆ្នោតហ្នឹង ម៉ូតូនឹងមានជាបន្តបន្ទាប់ទៀតទេ អត់ទេមិនម៉ូតូទេមិនម៉ូតូទេប្រហែលជាអីផ្សេងមិនសិនត្រូវប៉ុណ្ណាមិនសិនបងមិនសិនអត់ដឹងទេ ខ្ញុំសង្ឃឹមថាចាប់ត្រូវបងកងការលើក្រោយ បង ចាប់ត្រូវខ្ញុំម្ដង ចាប់ត្រូវបងកងកម្មនោះអែមកជាបងចាមកគាត់ពីមុនធំមកបងអូនតែឥឡូវនៅសល់ស្នាមតិចស្នាមនេះស្នាមរៀងក្រហមដែរអញ្ចឹងផលិតផលរបស់ខ្ញុំដូចខ្ញុំនិយាយចឹងជាប្រភេទព្យាបាលនឹងចិញ្ចឹមស្បែកមិនមែនបងប្រើភ្លាមឲ្យស្អាតភ្លាមអាស្អាតភ្លាមនេះខ្ញុំអត់ទទួលស្គាល់ត្រូវថ្ងៃគឺជាប់លើដើមតែផលិតផលរបស់ខ្ញុំមុននៅវាស្អាតទៅដល់នៅពីគេហៅថាពីខាងក្រៅណាគឺវាជួសជុលទៅខាងក្នុងអត់ស្គាល់អាកលសកាស្បែករបស់យើងនៅខាងក្នុងសិនតែមកបើវាចម្រាញ់មកសម្អាតនៅខាងក្រៅចឹងផលិតផលខ្ញុំបែបហ្នឹងដល់តែអ្នកប្រើអត់ធ្មត់ព្យាយាមយល់ច្បាស់អាហ្នឹងបានគាត់យល់ពីផលិតផលខ្ញុំអញ្ចឹងសម្រាប់គាត់វិញឥឡូវនេះឬកំងទៀតថាថាតែអេតមិញអូនណាបើយកម៉ូតូមកកុំភ្លេចយកសាប៊ូកក់សក់ស្ងាត់ចុកមុខមកផងបងអស់ប្រើហើយខ្ញុំលឿនសប្បាយចិត្តចាំគាត់ត្រូវវត្តម៉ូតូហ្នឹងគាត់ត្រូវតាមរយៈអីដែរជួយបញ្ជាក់បងប្អូនតិច គាត់ត្រូវតាមរយៈនៃការយើងចាប់ឆ្នោតនៅពេលយើងលេខសង្ក្រាម3ថ្ងៃយើងចាប់រង្វាន់ សង្ក្រាមកោះនរា កោះនរា3ថ្ងៃហ្នឹងហើយខអត់លើកលេខទេបងឲ្យជុកបុតចោលហ្មង3ដងហ្នឹង គាត់មានសន្លឹកឆ្នោតយកទៅដាក់ក្នុង ចាគាត់ទិញគាត់មានទិញចាំមើលអាចសន្លឹកឆ្នោតហ្នឹងចាក់ដូចឥឡូវគាត់កម្អយវ៉ាន់ខ្ញុំអញ្ចឹងមានមួយដាក់នៅតាមនៅក្នុងកញ្ចប់អីវ៉ាន់មួយទៀតក្រុមហ៊ុនយើងនៅដាក់ចូលស្លឹកឆ្នោតអញ្ចឹងមានន័យថាស្លឹកឆ្នោតរបស់យើងបោះតិចជនយើងនោះថេទុករៀបទុកឲ្យគាត់ដោយមិនថាមិនចាំបាច់ខ្លាចថាឥឡូវស្លឹកឆ្នោតគាត់ចុងស្លឹកឆ្នោតបាត់ប៉ុន្តែសួរថាបើសិនជាចាប់ទៅត្រូវបានអត់យើងទទួលត្រូវការឥឡូវយើងចង់បានចាក់ស្ដែងស្លឹកឆ្នោតដល់ណាមិនចាំបាច់អញ្ចឹងក៏បានដែរដោយសារតែយើងមានលេខកប់ផ្ទាល់ខលទៅចាក់ស្ដែងអញ្ចឹងណាបងអញ្ចឹងយើងត្រូវការតែប៉ុណ្្នឹងឯងមិនចាំបាច់ថាអូបងស្លឹកឆ្នោតខ្ញុំបាត់ហើយបើសិនជាចាប់ទៅខ្ញុំមានស្លឹកឆ្នោតអាចុងស្លឹកហ្នឹងបានអត់បានដូចគ្នាដូចគាត់អញ្ចឹងស្លឹកឆ្នោតណាអូនមានទេមានទេចាអត់មានទេគឺអត់មានខ្ញុំមានលេខរបស់គាត់ចាក់ស្ដែងច្បាស់លាស់ឈ្មោះគាត់នៅក្នុងเพจតែម្ដង ចុះពេលថ្ងៃត្រូវហ្នឹងមិនដែលលើតែខលអត់លើក ខអត់លើកមិនខអត់លើកទេខចូលចិត្តបិទដូចគាត់លើកឲ្យផលអញ្ចឹងគាត់ប្រឡុកចោលមូលហេតុគាត់ខ្លាចចាញ់បោកគេដូចលំមុនគេចាញ់គាត់ខឲ្យលុយចាចាំសភាដាក់មិញប្រឡុកចោលរបស់យើងហ្មងហើយយកជាយាមនេះកូន អូនតែប្រើណាមិនដែលប្រើផលិតផលហាត់វិញហ្នឹងយូរនៅអូន មកយូរ យូរដែរណា ចាយូរហើយ ប្រើអូនអាចប្រើទៅលើផលិតផលអីគេឈុតមុខ ឈុតមុខហើយនឹងឈុតស្ក្រាប ស្ក្រាបណា ចា បានដំណឹងថាបានត្រូវរង្វាន់ម៉ូតូពីហាត់វិញអញ្ចឹងអារម្មណ៍យើងយ៉ាងម៉េចដែរបងឈ្មោះអីជាបងប្អូន ហ៊ុនពេជ្រនីសា ហ៊ុនពេជ្រនីសា ចា នៅនេះគេហៅអីគេអូននៅនេះខាដេប៉ូ ចា ហើយត្រូវពិតណាបង ចាប៉ិត បងប្អូនយើងមិនជាការ ចាក់នេះអូនចាពិតបង ប៉ិតបងនេះ នេះ សុកគេងើប ចាអញ្ចឹងឥឡូវចេះសូមឲ្យអូនមានពាក្យទៅចែករំលែកទៅអតិជនបងបាននេះដែលអត់តបានប្រើណាបងចង់ណៃចែករំលែកទៅបានដោយសារតែរង្វាន់ឆ្នោតនេះយើងនៅតែមានធ្វើការតទេប៉ុន្តែខ្ញុំអត់តប្រាប់ថាតើបន្តនៅក្រុមហ៊ុនទៀតតើបើចាប់រង្វាន់ទៅឈ្នះអីគេខ្លះខ្ញុំអត់តបានប្រាប់ឲ្យដឹងថាខ្ញុំនឹងដាក់តចឹងdirect ភ្ញៀវទិញអស់តែ$50គឺបានស្លឹកឆ្នោតមួយចាប់ពីឥឡូវទៅអញ្ចឹងដូចអូនអញ្ចឹងទិញមិញអស់ប្រហែលទៀតបានស្លឹកឆ្នោត2ទៀតបានស្លឹកឆ្នោត2ទៀតហើយអញ្ចឹងសន្សំទុកណាទុក បាទ ឥឡូវអូនជួយជំនាញអីដែលតាមប្រាប់ផ្ញើដែលបងប្អូនអត់តបានប្រើឬក៏ប្រើឲ្យអីអញ្ចឹង ជាលក្ខណៈ feedback បងប្អូន ចា feedback ពិតចង់ឲ្យអូននិយាយពិត សម្រាប់ខ្ញុំចង់ឲ្យបងប្អូនប្រើដោយសារតែឈុតទាំងអស់របស់ខាងបង Hanivin គឺសិតតែល្អបំល្អហើយនឹងមានអត្ថប្រយោជន៍ច្រើនខ្ញុំសម្រាប់ខ្ញុំដោយសារកើតមុនច្រើនអីចឹងទៅខ្ញុំក៏ចង់សាកខាងបងកាលមុនធំច្រើន ហើយខ្មៅមុខទៀតអត់ដោយសារក្រក់ពេកទៀត បាទហើយបានស្អាតហើយជាពិសេសបានត្រូវជាមួយនឹងរង្វាន់ម៉ូតូស្គប់ពីឆ្នាំ2000ប្រហែលគឺជួយ2025សេរីចុងក្រោយសំខាន់ខ្ញុំយកអាសេរីអត់មានសោទៀតអាគេហៅស្អីគេហ្នឹងវាស្មាត់ធីទៀតយកស្មាត់ធីឲ្យទៀត និយាយទៅចង់ឲ្យគេបងរង្វាន់ពីក្រុមហ៊ុនរបស់យើងគឺអាសេរីចុងក្រោយហ្មងអាបែរថាអា full បាទបើខ្ញុំយក full option ហ្មងអាមានអីពិសេសគឺយកអាហ្នឹងហ្មងបងបាទគឺលុយមែនតើ បងបណ្ដាទេអារម្មណ៍មិនដែរបងបានរង្វាន់ម៉ូតូអញ្ចឹងជួយបញ្ជាក់អារម្មណ៍ពិតមើល រំភើបខ្លាំងហើយអត់ចង់ជឿទេបងម៉ាក់ខ្ញុំគាត់ដេកសុកគេខលមកហើយរង្វាន់ ម៉ែមុននឹងរផលឡើងជួលទឹកភ្នែកទឹកភ្នែកកាមេរ៉ាចាប់លេងយំដល់ម៉ែ ពេលដែលថ្ងៃដែលសក្រាននោះដូចជាខាងក្រុមហ៊ុន Hanivin បានចាប់ស្លឹកឆ្នោតថ្ងៃនោះអ្នកណានេះចាប់ ខ្ញុំ ខ្ញុំចាប់ផ្ទាល់តែម្ដងហើយ CEO ចាប់ផ្ទាល់ស្រាប់តែត្រូវឈ្មោះអ្នកមីងឈ្មោះអីដែរអ្នកមីងភ្លេចសួរ ខ្ញុំឈ្មោះកុចសុផានី អ្នកមីងកុដសុផានី កុចចាកុចសុផានី គេហៅភូមិអីសកាត់អីនេះ នេះគេហៅសង្កាត់ផ្សារដេប៉ូ2
ខណ្ឌទួលគោកចា ចានេះយើងបិទហាននេះវិញ logo ហាននេះ ដើម្បីឲ្យមីងកបកចេញណាមីងបើកន្លែងក្មួយនេះជាគេហៅថាតំណាងពីក្រុមហ៊ុនក្នុងក្រុមហ៊ុនហាននេះវិញបានរង្វាន់ពីក្រុមហាននេះវិញពេលដែលមីងជិះទៅវាអាចនឹងឲ្យគេដឹងថាអូមីងបានរង្វាន់ពីក្រុមហ៊ុនខ្ញុំពិតចឹងណា អានេះណាមករូបសាវរីមីងឲ្យខ្ញុំជូនពរឲ្យមីងបានម៉ូតូមួយគ្រឿងនេះជាថ្ងៃដែលល្អជិះទៅជូនពរឲ្យថាធ្វើអីក៏ជោគជ័យទុកសប្បាយជោគជ័យគ្រប់ភារកិច្ចមិនថាមីងធ្វើអីគឺរីកចម្រើនចាសំខាន់គឺសុខភាពល្អតែម្ដងណាមីងណា ឥឡូវខ្ញុំចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Haniwin ហ្នឹងអូនស្រីគាត់ជាប្រធានក្រុមហ៊ុនខ្ញុំសូមថឹក CEO ខ្ញុំសូមថ្លែងអំណរគុណដល់កូនស្រីហើយកូនស្រីចុះព្រួយកូនព្រួយខ្ញុំសូមថ្លែងអំណរគុណណាខ្ញុំសូមឲ្យតែឆ្នាំថ្មីនេះឲ្យកូនទុះនៅគ្រប់មុខទីអូសបានច្រើនបានអត់ទេទៅជុំបានច្រើនទៀតណាណាចាអរគុណច្រើនចាទាំងអស់គ្នា កម្ពុជាឆាត់មុខថែរក្សាសម្រស់ Haniwin មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទមុខជាំមុខអាចរុយនិងមុខអាឡែស៊ី